Hello សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះមានវីដេអូថ្មីមួយទៀតហើយបាទក្នុងវីដេអូមុនបងប្អូនបានទស្សនាអំពីការ download file RAI បាទចំពោះ iPhone គ្រប់ស៊េរីបាទតែឥឡូវនេះគឺខ្ញុំមានទូរស័ព្ទមួយគ្រឿងគឺជា iPhone X បាទ iPhone X នេះគឺជាប់នៃកូដជាប់នីតិច្រើនបែបនេះហើយឥឡូវហ្នឹងគឺខ្ញុំនឹងធ្វើការបង្ហាញពីការរាយឬក៏ restore ឬក៏ flash បាទទូរស័ព្ទនេះដើម្បីឲ្យដំណើរការ program ឡើងវិញព្រោះដោយសារទូរស័ព្ទនេះគឺជាប់នៃកូដយើងអត់អាចដោះបានទេវាច្រើនទេបាទដោយសារភ្ញៀវនៅក្នុងគាត់ភ្លេចពីកូដបានហើយបាទបងប្អូនបានទស្សនាវីដេអូមុនពីការ download file បងប្អូនបានទស្សនាហើយបងប្អូនមានចាំទេវីដេអូមុនបាទប្រហែលឆ្នាំមុនខ្ញុំធ្លាប់ធ្វើទៅលើ iPhone 6 Plus បាទរបៀបរាយរបៀបអីចឹងណាហើយបងប្អូនខ្លះគាត់ធ្លាប់ឆាតមកពីការរាយ restore ហ្នឹងក៏បានជោគជ័យចឹងណាអញ្ចឹងឥឡូវហ្នឹងគឺបងប្អូនមកតាមដានពីការរាយ restore ទៅលើ iPhone X បាទជំនាញដំបូងយើងត្រូវធ្វើយ៉ាងម៉េចបញ្ជាក់ទូរស័ព្ទនេះគឺវាទាំងខាច់ផងអញ្ចឹងយើងខាច់អត់កើតទេអញ្ចឹងខ្ញុំធ្វើការរាយតែម្ដងបាទទី1គឺបងប្អូនដោតលុយបាទដោតលុយចូលមកបាទបន្ទាប់មកទៀតបើសិនជាទូរស័ព្ទនេះអត់ទាំងខាច់ទេបងប្អូនអាចបិទវាឲ្យរលត់ហើយយើងចុច power នេះជាប់មកដោតលុយមកវាចូល recovery mode ដែរប៉ុន្តែសម្រាប់ទូរស័ព្ទទាំងខាច់យើងធ្វើម៉េចដើម្បីឲ្យចូល recovery mode បានលីមបោកលីមដក power ឲ្យជាប់បាទអញ្ចឹងអាពីរខាងនេះយើងប្រឡែងចោលណាបាទឥឡូវយើងមើលនេះវាចេញសញ្ញាបិទតែដោយសារថាច់អត់ដើរអញ្ចឹងគឺយើងប្រើផ្លូវកាត់ពេលដែលលុតយ៉ាងនេះគឺយើងអត់ត្រូវប្រឡែង power ទេកន្លែងដៃច្អល់ខ្ញុំណាអញ្ចឹងវាចេញប៉មបាទបន្ទាប់ពីចេញប៉មហើយវានឹងលោតចូល recovery បាទឥឡូវវាលោតមួយសិនចេញប៉មមួយទៀតគឺចូល recovery តែម្ដងបាទចង់បងប្អូនបានទស្សនាវីដេអូកន្លងមកបងប្អូនអាចធ្វើបានខ្លួនឯងខ្លះបាទងាយមិនពិបាកទេសំខាន់ឲ្យតែបងប្អូនមានកុំព្យូទ័របាទអញ្ចឹងយើងដកដៃមកនេះគឺវាចេញសញ្ញាកុំព្យូទ័របែបនេះបាទតោះឥឡូវយើងទៅមើលនៅលើកុំព្យូទ័រគឺសម្រាប់iTunes គឺវាចេញបែបនេះឥឡូវថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនពីរបៀបក្នុងការរាយបាទអញ្ចឹងជំហានទី1គឺបងប្អូនចូលSri Tool ណាបាទSri Tool បន្តមកទៀតគឺយើងចូលមើលកន្លែង iDevice នេះសិនឥឡូវហ្នឹងគឺវាលោតស្គាល់recovery mode ហើយបាទអញ្ចឹងយើងចូលgo flash អានេះខ្ញុំបង្ហាញពីរបៀបទី1ក្នុងការរាយតាម Sri Tool ណាបាទបន្ទាប់មកទៀតយើងទៅជ្រើសរើស file ដែលយើងបាន download ដូចខ្ញុំបង្ហាញមុនណាអញ្ចឹងយើង select កន្លែងនេះកន្លែង firmware version ហ្នឹងបាទយើង select មួយមកហើយយើងជ្រើសរើស import ខាងនេះបន្ទាប់មកទៀតយើងជ្រើសរើស file បងប្អូនបានមើលវីដេអូមុនបងប្អូនយល់ហើយថា file download មកវាចេញបែបម៉េចឥឡូវខ្ញុំជ្រើសរើស file RAI firmware ហ្នឹងគឺ iPhone X បាទដើម្បី restore បាទបន្តមកទៀតគឺ open បាទបន្តមកទៀតគឺយើងជ្រើសរើសនេះកន្លែងពីរនេះបញ្ជាក់បងប្អូននៅខាងឆ្វេងដៃនេះកន្លែងខ្ញុំ text នេះគឺសម្រាប់យើង restore update ទេបាទអញ្ចឹងដើម្បី format កំទេច file ចោលដើម្បីប្រើប្រាស់បានឡើងវិញគឺយើងយក quick flash mode បាទបញ្ជាក់បងប្អូនផងដែររឿងរាយនេះគឺយើងត្រូវឆែកមើល iCloud មកណាខ្លាចវាមានជាប់ iCloud បាទអញ្ចឹងបន្តមកទៀតគឺយើង flash file តែម្ដងខាងនេះបាទហើយបងប្អូនមករបៀបមួយទៀតយើងបើក iTunes មកបាទនេះiTunes ខុសពីកន្លែងដែលយើងជ្រើសរើសហ្នឹងគឺខុសពី Sri Tool បន្តិចបាទកន្លែង restore នេះយើងត្រូវចុចលើ keyboard ចុច shift 1បានចូលទៅលើ firmware ទៅលើ file បានណា
tại bữa sân để dương chọi lên nâng chai món vì tranh bài này bạn trắng dương tới chọi này là lượt khi bot thì chọi xịt mùi máu và bắt đầu mà thiết cứ dương sẽ lại lên nâng màu bắt đầu là nó cứ vi tranh ở dương chưa pha bày rái và để phun x trắng dương sẽ lại lượt pha nâng máu và trắng dương restore tại một đòn đó là lượt thu sáp bàiนี้và hay là lượt computer bài này chẳng phê đã rai chóc cứ chụp chảy tại một đòn